ការឈឺចាប់គឺជាធម្មពលដ៏ខ្លាំងមួយដែលអាចផ្លាស់ប្ដូរជីវិតយើងបានហេតុអីបានជាខ្ញុំនិយាយពីប្រធានបទមួយនេះពួកយើងទាំងអស់គ្នាសុទ្ធតែមាននៅការឈឺចាប់ឯនៅក្នុងជីវិតមិនថាតែក្នុងការរៀនមិនថានៅក្នុងសកម្មភាពសង្គមឬក៏អីមួយដែលយើងគិតថាយើងអត់ប្រកែទេយើងខ្សោយហើយមានអ្នកផ្សេងគេមើលងាយយើងទៅលើវាដូចជា conflict រវាងខ្មែរហើយនិងថៃអញ្ចឹងយើងគ្រប់គ្នាគឺសុទ្ធតែឈឺចាប់ហើយយើងសុទ្ធតែមានគំនិតមួយដោះចេញមកគឺយើងចង់ឈ្នះតាមរយៈការខិតខំអភិវឌ្ឍខ្លួនមិនខុសទេនៅមានសកម្មភាពមួយចំនួនទៀតដែលពេលខ្លះគេមិនបង្ហាញចេញថាគេមើលងាយឬគេនិយាយពាក់មាក់ងាយយើងពីសមត្ថភាពរបស់យើងទេប៉ុន្តែគឺគេអាចសម្ដែងចេញតាមរយៈទង្វើឬក៏សកម្មភាពមួយចំនួនឬក៏ពាក្យពេចន៍មួយចំនួនដែលគេនិយាយមកបានគិតដែរចំពោះយើងប៉ុន្តែបើសិនជាយើងអត់ទទួលយកថាចំណុចនេះជាចំណុចខ្វះខាតយើងទេហើយយើងក៏អត់ឈឺចាប់ជាមួយវានោះវានឹងអត់មានអីដែលផ្លាស់ប្ដូរទេឧទាហរណ៍ថាយើងរៀនអត់ប្រកែស្ទើរគេមើលងាយយើងឧទាហរណ៍ថាយើងអត់មានលុយយើងអត់ខំរកស៊ីយើងអត់ខំធ្វើការគេមើលងាយយើងប្រកាសតែយើងគ្រប់គ្នាប្រកាសជាឈឺចាប់ណាគេក៏ឈឺចាប់ដែរប៉ុន្តែបើសិនជាយើងយកអាការឈឺចាប់នឹងមិនយើងឈឺចាប់ឲ្យដេកត្រាំត្រែងអត់ធ្វើអីយើងយកការឈឺចាប់នឹងមកធ្វើជាធម៌ពុំមួយដើម្បីយកឈ្នះដើម្បីគិតថាគេនិយាយថាខ្ញុំអន់កន្លែងហ្នឹងហេតុអីបានជាខ្ញុំអន់កន្លែងហ្នឹងតើខ្ញុំអាចធ្វើម៉េចបាត់ខ្លាំងបានគេធ្វើបានហេតុអីខ្ញុំធ្វើអត់បានប៉ុន្តែមិនមែនមានន័យថាយើង compare ខ្លួនយើងជាមួយគេទេយើងនឹង compare ខ្លួនឯងជាមួយនឹងខ្លួនឯងកាលពីមុនជាមួយនឹងសមត្ថភាពដែលយើងខ្សោយហេតុអីបានយើងខ្សោយវាតើយើងមានវិធីសាស្ត្រអីក្នុងការសម្រេចនៅអាភាពដែលយើងខ្សោយនឹងយកឈ្នះវាឲ្យបានពេលយើងយកឈ្នះវាបានលើក្រោយយើងនឹងឈ្នះចំណុចហ្នឹងអ្នកផ្សេងក៏ហ៊ានមកងាយយើងដែរហើយយើងក៏បានសម្រេចនៅអីមួយដែលយើងខ្សោយដូចជាយើងគឺជាសិស្សម្នាក់ដែលខ្សោយភាសាក៏ប៉ុន្តែយើងក៏ដឹងដែរថាយើងខ្សោយទៅលើភាសាមួយហ្នឹងប៉ុន្តែនៅពេលដែលមានអ្នកគេដាស់តឿនយើងទេមានអ្នកគេប្រាប់យើងឬក៏គេធ្វើអាទង្វើមកបែបបង្ហាញថាគេអត់គេមាក់ងាយយើងឬក៏គេចង់និយាយថាយើងខ្សោយគឺយើងនឹងអត់មានអារម្មណ៍ថានឹងមានកម្លាំងចិត្តក្នុងការកែខ្លួនឯងទេនៅពេលដែលយើងទទួលបានការ comment ពីគេថាយើងខ្សោយកន្លែងហ្នឹងឬក៏អារម្មណ៍ឬក៏ទង្វើដែលគេមើលងាយយើងអាធម្មពលដែលយើងចង់ឈ្នះហើយវាកាន់តែខ្លាំងឡើងពេលខ្លះយើងគិតថាអាដែលគេមើលងាយយើងអីដែលយើងខ្សោយយើងប្រៀបធៀបទៅយើងខ្សោយជាងគេហ្នឹងគឺជាអារម្មណ៍អវិជ្ជមានដែលធ្វើឲ្យយើងសែតប្រកាសតែវាប្រកាសជាធ្វើឲ្យយើងសែតហ្នឹងឯងប៉ុន្តែបើយើងសែតហើយយើងអង្គុយតែសែតតែយើងអាចផ្លាស់ប្ដូរអីបានចុះបើសិនជាយើងយកអាកម្លាំងដែលយើងសែតឈឺចាប់ខ្លាំងប៉ុណ្ណាយើងយកមកធ្វើឲ្យយើងខ្លាំងប៉ុណ្ណឹងប្រកាសជាពិបាកខ្លាំងហើយនៅក្នុងការស្វែងរកវិធីដើម្បីឈ្នះចំណុចហ្នឹងប្រកាសជាពិបាកខ្លាំងហើយគឺនឹងប្រើប្រាស់ពេលវេលាដ៏យូរជាមួយនឹងអារម្មណ៍អត់ធ្មត់ជាមួយនឹងការខិតខំវឹកហាត់ខ្លួនឯងនិងចំណាយពេលវេលាទៅលើវាជាច្រើនដូចខ្ញុំផ្ទាល់ចឹងខ្ញុំទទួលបាន comment មួយដែលគេនិយាយថាខ្ញុំខ្សោយខ្ញុំរៀនខ្សោយសួរអីក៏អត់សូវចេះហើយនឹងរៀនភាសាអត់សូវខ្លាំងដូចបារាំងអីចឹងគេថារៀងដាក់ដប់ដូចកូនក្មេងខ្ញុំពិតជាឈឺចាប់មែនតើឈឺចាប់ប៉ុន្តែអីដែលខ្ញុំគិតវិញនោះគឺមិនមែនអារម្មណ៍ថាខ្ញុំនៅស្តាក់ហើយខ្ញុំបោះបង់ give up លេងរៀនទេគឺខ្ញុំគិតថាចុះបើសិនជាខ្ញុំប្រើរយៈពេល100ថ្ងៃក្នុងការកែប្រែខ្លួនឯងតែខ្ញុំអាចកែប្រែខ្លួនឯងបានប៉ុណ្ណាខ្ញុំនឹងចង់ឲ្យម្នាក់ដែលនិយាយប្រាប់ខ្ញុំហ្នឹងគាត់ឃើញថាខ្ញុំក៏ជាមនុស្សម្នាក់ដែលអាចមានសមត្ថភាពខ្លាំងប្រកែកវិញបានដែរហើយខ្ញុំអត់ខឹងគាត់ទេតែខ្ញុំមានតែអរគុណគាត់ដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តមួយដែលខិតខំប្រឹងប្រែងជាងមុនហើយខ្ញុំនឹងបង្ហាញលទ្ធផលដែលខ្ញុំធ្វើបានទោះបីជាមិនបានដូចបំណងដែលខ្ញុំចង់បាន100%យ៉ាងហោចណាស់ក៏យើងបានកែខ្លួន30%អីដែរត្រូវអត់មួយទៀតនៅពេលដែលយើងមិនថានៅក្នុងការរៀនឬមិនថាក្នុងការធ្វើការឲ្យតែយើងមានអារម្មណ៍ថាចំណុចនេះយើងខ្សោយហើយគេមើលងាយយើងអាចយកអាការមើលងាយហើយនឹងអារម្មណ៍ឈឺចាប់របស់យើងទាំងអស់ហ្នឹងទៅធ្វើជាធម៌ពលមួយដែលធ្វើឲ្យយើងខ្លាំងបើខ្ញុំវិញខ្ញុំចូលចិត្តអីដែលគេកាន់តែថាខ្ញុំកាន់តែធ្វើវាឲ្យខ្លាំងទៅរហូត until the ពេលមួយដែលខ្ញុំខ្លាំងជាងខ្លួនឯងពីមុនខ្លាំងមែនតើឬក៏ពេលមួយដែលខ្ញុំខ្លាំងជាងអ្នកដែលនិយាយទៀតអ្នកដែលនិយាយថាយើងទៀតសម្រាប់ខ្ញុំមកគិតថាការសងសឹក
ដែលល្អសម្រាប់អ្នកផ្សេងណាសងសឹកតែអ្នកផ្សេងហ្នឹងគឺជាការឈ្នះអ្នកផ្សេងហ្នឹងហ្មងទេគឺគ្រាន់តែយើងឈ្នះនៅអីដែលគេនិយាយយើងឈ្នះនៅខ្លួនឯងហើយពេលខ្លះយើងក៏ស្ដាប់បេះដូងខ្លួនឯងដែរថាចំណុចហ្នឹងយើងគួរផ្លាស់ប្ដូរអត់ថាចំណុចហ្នឹងយើងគួរកែប្រែឬក៏អត់ឬក៏ស្របតាមអីដែលគេនិយាយដោយ complex រវាងខ្មែរនិងថៃក៏ពិតទៅគឺខ្ញុំមានអារម្មណ៍ថាខ្ញុំចង់ផ្លាស់ប្ដូរខ្លួនឯងឲ្យខ្លាំងមែនតើដើម្បីឲ្យខ្ញុំអាចជួយអ្នកផ្សេងទៀតនៅក្នុងប្រទេសយើងឲ្យមានធនធានខ្លាំងបន្តទៀតអ្នកខ្លាំងបន្តទៀតជួយអ្នកផ្សេងបន្តទៀតឲ្យប្រទេសយើងកាន់តែខ្លាំងថ្ងៃណាមួយយើងនឹងអាចវិវត្តអភិវឌ្ឍឬចម្រើនជាងនេះយូរទៅយើងនឹងអាច better than ប្រទេសហ្នឹងពេលខ្លះការប្រៀបធៀបហ្នឹងវាអាចធ្វើឲ្យយើងឈឺចាប់មកតង់ទៀតនៅពេលដែលយើងខិតខំធ្វើវាប៉ុន្តែបើសិនជាយើងមិនព្យាយាមមិនខំផ្លាស់ប្ដូរទេយើងក៏នៅតែ stuck នៅក្នុងកន្លែងដដែលនឹងដែរអត់មានការផ្លាស់ប្ដូរទេកំឡុងពេលដែលយើងរៀបចំ plan ដំណើរការក្នុងការផ្លាស់ប្ដូរទៅលើអ្វីមួយដែលយើងចង់ឲ្យយើងបាត់ឈឺចាប់ទៅលើចំណុចហ្នឹងចង់ឲ្យគេឈប់មាក់ងាយយើងកន្លែងហ្នឹងវាមិនងាយស្រួលទេគឺវាពិបាកមែនតើខ្ញុំដឹងហើយពេលខ្លះក៏យើងបានសម្រេចពេលខ្លះក៏យើងអត់បានសម្រេចប៉ុន្តែ at least we plan for it at least យើងបានធ្វើវាខ្លះដែរគឺពីមុនយើង0%យើងសោយយើងហត់ណាស់ក៏ពេលដែលយើងរៀបចំ plan រៀបចំកំណត់ថាយើងនឹងចង់ផ្លាស់ប្ដូរទៅលើចំណុចហ្នឹងយ៉ាងហោចណាស់ក៏យើងអាចជោគជ័យបាន20%ដែរត្រូវអត់នេះគឺជាពេលវេលាមួយនៅក្នុងឆ្នាំ2026ហើយក៏ត្រឹមតែបានប៉ុន្មានថ្ងៃទេសង្ឃឹមថាពេលវេលាទាំងអស់នៅក្នុងឆ្នាំ2026នេះយើងអាចប្រើប្រាស់វាបានល្អក្នុងការឈ្នះទៅលើបញ្ហាមួយចំនួនដែលយើងចង់ឈ្នះនិងយកអាការមើលងាយទាំងអស់របស់អ្នកដទៃហ្នឹងចូលឈ្នះវាធ្វើជាកម្លាំងចិត្តដ៏ខ្លាំងក្លាក្នុងការយកឈ្នះវា